គិតទៅឲ្យតែជាមុខរបររកទីមិនថាមុខរបរអីទេគឺតែងតែប៉ះហើយនៅផលលំបាកចឹងយើងគិតថាមុខរបរនឹងស្រួលប៉ុន្តែជួនកាលថ្ងៃមួយវាមិនស្រួលវាទៅជាប៉ះផលលំបាកចឹងដូចតន្ត្រីខ្ញុំចឹងបងប្អូនគាត់ថាខាងតន្ត្រីស្រួលហើយតាមពិតមិនស្រួលទេបងប្អូនមើលចោះងាយមិញហ្នឹងមកមើលមួយសារហើយដើម្បីយើងមើលកន្លែងទីតាំងសង់ឆាកចឹងណាថាមេឃឆ្លាស់ល្អឲ្យផ្លូវចូលក៏ទូលាយទៀតចឹងគឺយើងបើកឡានចូលស្រួលមានអីយប់មិញភ្លៀងមកក្រឹបលឹមឡើងដីឡើងវល់ឲ្យចូលឡានមិនកើតហ៊ានចូលឲ្យជាប់ផងហើយទៅចម្ងាយផ្លូវដល់សែងឆាកមកនេះគឺប្រហែលជា100ម៉ែត្រជាងបងប្អូនហើយមិនមែនវេទនាតាខាងតន្ត្រីណាតុករោងនេះក៏គាត់បាក់ដែរបងប្អូនឥឡូវគាត់យកអិចមកដល់រុញឈូសឆាយពេញរោងចឹងអត់រុញអត់ឈូសឆាយអត់ដាក់ដីថែមទេរៀបតុករៀបកៅអីហើយដាក់មហូបពេញតុកហ្នឹងកលាប់តុកភ្ញៀវរត់ជន់ជើងនេះឡើយនេះបន្ទាប់ពីគាត់ធ្វើការឈូសឆាយក៏ដូចជារុញអស់មួយថ្ងៃពេញមកគឺថាដីរបស់គាត់ហ្នឹងបានស្អាតហើយតិចទៀតហ្នឹងគាត់នឹងរៀបចំក្រៅព្រំក្រៅអីចឹងខាងតន្ត្រីរបស់ខ្ញុំក៏ចាប់ដើមសែងមកបដាដែរបងប្អូនហើយមួយយកចម្ងាយផ្លូវមិនចិត្តទេវែងមែនតើខាងដើមវីដេអូពុកម៉ែបងប្អូនគឺថាយើងឲ្យយោបល់ទៅបងម្ចាស់កម្មវិធីដែរថាយើងមើលទៅមេឃមិនសូវស្រួលទេបងយើងធ្វើឆាកបានត្រឹម12ម៉ែត្រអីទៅយើងប្រក់ដបូលប្រក់អីទេណាប៉ុន្តែម្ចាស់កម្មវិធីគាត់ថាអត់ទេធ្វើយកអាឆាកធំអាឆាក16ម៉ែត្រហ្នឹងប្រយ័ត្នតែភ្លៀងប្រយ័ត្នអីបាក់បងគាត់ថាអត់អីទេភ្លៀងបើថាភ្លៀងឲ្យឈប់អត់ឲ្យលេងឯងមានអីភ្លៀងមែនបងប្អូនអើយភ្ញៀវគ្រាន់តែភ្ញៀវចាប់ដើមចូលគាត់ថាមេឃចាប់ដើមរលឹមតេតរហូតតាំងពីដើមកម្មវិធីរហូតដល់អស់ម៉ោងរហូតដល់ម៉ោង11យប់បានមេឃចាប់ដើមឆ្លាស់បងប្អូនតែខ្ញុំសូមសរសើរដែរកម្មវិធីគាត់ថាហៅភ្ញៀវច្រើនណាស់ប៉ុន្តែភ្ញៀវអត់មានចោលគាត់ទេបងប្អូនទៅបីទៅមេឃរលឹមភ្លៀងយ៉ាងណាក៏ដោយគឺមកពេញតុកទាំងអស់អត់មានបាត់មុខអីមួយទេហើយរីឯខាងរូងរបស់គាត់ហ្នឹងគឺតុបតែងបានស្អាតតើគេដែលក្រៅព្រំក្រៅអីឡេមឡងលយមិនឃើញដៃកពីកប៉ុកដូចយើងឃើញពីព្រឹកមិញណាកម្មវិធីនេះគឺនៅភូមិរំដួលឃុំត្រពាំងគងស្រុកសំរោងខេត្តកំពង់ស្ពឺយើងនៅជិតផ្សារហល់ទឹកហ្នឹងបងប្អូនហើយខ្ញុំសរសើរដល់បងប្អូនយើងអ្នករមឲ្យសិតតែអ្នកស្ម័គ្រចិត្តលះបងកាយលះបងក៏អាវលះបងអីគេថារមទាំងភ្លៀងទាំងរលឹមទៅខាងតន្ត្រីនេះក៏អត់បញ្ហាដែរបងប្អូនណាគឺថាភ្លៀងប៉ុណ្ណាក៏ដោយនៅតែញាក់នៅតែកន្ត្រាក់អារម្មណ៍ឲ្យបងប្អូនបានសប្បាយអញ្ចឹងណាអញ្ចឹងឃើញថាបើសិនជាបងប្អូនចង់បានតន្ត្រីអីហ្នឹងបងប្អូនអាចតាក់ទងមកតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំទាំងពីរខ្សែគឺមាន097ការ៉េ2498ឬក៏07គុត329394លេខ Telegram បងប្អូនណាខ្ញុំបាននិយាយក្រូចនៅតែមិនភ្លេចទេរាល់ម្ចាស់កម្មវិធីទាំងអស់ដែលបានឆ្លាញ់ពេញចិត្តខាងនាយក្រូចហើយបងប្អូនដែលអញ្ជើញចូលរួមកម្មវិធីក៏ដូចគ្នាផងដែរហើយជាពិសេសនេះគឺថាបងប្អូនដែលកំពុងតែតាមដានទស្សនាវីដេអូរបស់ខ្ញុំទាំងអស់រាល់ការបង្ហោះរបស់ខ្ញុំណាបងប្អូនហ្នឹងហើយអរគុណណាស់បងប្អូនដែលបានជួយមើលជួយ like ជួយ share ជួយ comment ពាក្យល្អៗដើម្បីជាកម្លាំងចិត្តដល់ខ្ញុំណាសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យជួបប្រទះតែសេចក្តីសុខដីចម្រើនរកទទួលទានមានបានហេងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថាតន្ត្រីនាយក្រូចបានរៀបចំចេញដំណើរទៅទៀតហើយបងប្អូនទៅខាងទីរួមខេត្តកំពង់ធំប៉ុន្តែថ្ងៃហ្នឹងគឺយើងអត់ដាក់ឆាកទៅទេព្រោះលេងនៅក្នុងហាងបើលេងក្នុងហាងហ្នឹងទៅគឺហាងគេសម្រាប់រៀបអាពីពិពាអញ្ចឹងគេអត់តម្រូវឲ្យយើងយកឆាកចូលទេយើងយកតែសោនហើយនឹងភ្លើងចូលខ្លះបាទអញ្ចឹងគឺបងប្អូននៅខាងទីរួមខេត្តកំពង់ធំថ្ងៃស្អែកជួបគ្នាជាមួយតន្ត្រីនាយក្រូចបាទដែលជាឈុតធំតែឈុតទេប៉ុន្តែឆាកអត់ធំទេដល់ចាំមើលហាងគេធ្វើប៉ុណ្ណាយើងយកប៉ុណ្ណឹងអានេះសោកស្ដាយបាទត្រាស់របស់យើងគឺនៅដេកដួលរមួលសំក្រិចនៅទីនេះហើយបានទៅថ្ងៃហ្នឹងគឺអធិស្ឋានសុំទោសឆាកផងអត់បានទៅជាមួយគេទៅតែសោតនៅភ្លើងបាទនឹងអ្នកជាងអ្នករមអីចឹងឆាកនៅចាំផ្ទះបាទចឹងថ្ងៃស្អែកថ្ងៃទី23បាទបងប្អូនអរគ្នាជួបគ្នានៅទីរួមខេត្តកំពង់ធំជាមួយតន្ត្រីនាយក្រូចបាទហើយបើសិនជាមួយទៀតបើសិនជាបងប្អូនចង់បានតន្ត្រីបាទឬក៏ចង់បានមានកម្មវិធីផ្សេងៗពាក់ព័ន្ធជាមួយតន្ត្រីសប្បាយអាចតាក់ទងជាមួយតន្ត្រីនាយក្រូចបានតាមរយៈលេខទូរស័ព្ទ097ការ៉េ2498ឬក៏07គុត329394លេខទាំងពីរខ្សែគឺមាន Telegram គ្រប់ខ្សែទាំងអស់បាទអរគុណច្រើន